សួស្តីអ្នកនរបាទនេះសកម្មភាពយើងទៅលេងកោះត្រល់ហើយយើងបានមកដល់នៅព្រំដែនបេចាហើយបងប្អូនបាទបន្ទាប់ពីបានវាយប៉ាសពតហើយគឺយើងធ្វើដំណើរបាទទៅកាន់ហាទៀងបាទហើយយើងស្រស់អាហារពេលព្រឹកហើយបាទបន្ទាប់មកគឺយើងរៀបចំបាទជាមួយនឹងអវ៉ាន់យើងដើម្បីឡើងទៅទូកបាទទូកពកក្រហមបងប្អូនបាទហើយជាពិសេសបាទយើងកុំភ្លេចបាទយើងត្រូវកាន់ប៉ាសពតជាប់នឹងខ្លួនបាទព្រោះអីពេលដែលយើងឡើងទៅលើទូកហ្នឹងគឺខាងអ្នកឆែកសបុតហ្នឹងគឺគេតម្រូវឲ្យឆែកជាមួយនឹងប៉ាសពតបាទបន្ទាប់មកយើងអាចឡើងទៅលើទូកបាទដើម្បីថតរូបបាទជាមួយនឹងទេសភាពដ៏ស្រស់ស្អាតហើយយើងឃើញភ្នំបាទភ្នំនោះគឺភ្នំកោះត្រល់ហើយបាទឥឡូវយើងដល់ផែហើយអញ្ចឹងទូកនេះគឺយើងជិះបាទរយៈពេល1ម៉ោង20នាទីគឺយើងបានមកដល់ពីហាទៀនហ្នឹងគឺមកដល់ផែនៃកោះត្រល់អូខេបាទឥឡូវនេះកង់ឡានយើងបានមកដល់ហើយដោយសារគ្នាយើងមានចំនួនតិចអញ្ចឹងយើងត្រូវប្រើឡានទូចបាទសម្រាប់ការធ្វើដំណើរឥឡូវនេះយើងបានមកដល់ឆ្នេរមួយកន្លែងឆ្នេរនេះគឺស្រស់ស្អាតមែនទែនបងប្អូនបាទមានដើមដូងទេនិយាយពីទេសភាពគឺអែមមែនទែនស្រស់ស្អាតបាទទឹកសមុទ្រខៀវសម្ងាត់បងប្អូនបាទហើយយើងដើរក៏ឃើញកន្លែងនេះស្អាតគឺយើងបានដាក់បាទមករូបពីរូបជុំគ្នាដែរបាទហើយឥឡូវនេះយើងកំពុងតែដើរទៅកន្លែងគេលក់វត្ថុអនុស្សាវរីយ៍ Make it the biggest oyster. Sometimes never, sometimes never. Only a shell. And then put into machine to make it become round shape. And put the oyster. នេះដូចវត្ថុបុរាណបងប្អូនcòn là chiên món bay thịt chiênខ្លួនឯង Get ring by oyster. ថ្លៃហ្នឹងថ្លៃតែមើលមួយទៅចាញ់គេប៉ុណ្ណឹងនេះចាំតិចឥឡូវយើងទិញនំទៅទិញនំប៉ាំងដងវាឥឡូវយើងទិញក្រាំដើមEm gặp bơ. Chết anh ta nè, copy nèបាទកន្លែងនេះគឺជាកន្លែងដែលយើងមើលថ្ងៃលិចបាទយើងមើលទៅគឺ view ស្អាតមែនតើបងប្អូនបាទពេលដែលថ្ងៃលិចហ្នឹងគឺចែងចាំងបាទចេញពីផ្ទៃសមុទ្រតែម្ដងបាទអ្នកក្រោយ3នេះបានមកប្រាប់ដល់បាទឥឡូវនេះគឺយើងបានមកដល់សន្តាគារហើយបាទយើងឃើញថាបន្ទប់គឺស្រស់ស្អាតបាទហើយឥឡូវនេះគឺយើងរៀបចំខ្លួនបាទដើម្បីទៅមើលកម្មជ្រួចបាទបាទនេះគឺជាថ្ងៃទី2បាទបន្ទាប់ពីយើងសោះស្រូបអាហារពេលព្រឹកហើយគឺយើងកំពុងតែបន្តដំណើរបាទទៅទីតាំងកន្លែងកម្សាន្តផ្សេងទៀតបាទហើយយើងឃើញកន្លែងនេះបាទគឺទេសភាពស្រស់ស្អាតមែនតើបាទកន្លែងគេថតដែលល្បីបងប្អូនបន្ទាប់ពីយើងបានថតរូបហើយក៏យើងធ្វើដំណើរទៅជិះបាទកត្រកខ្សែកាបដែលមានប្រវែងវែងជាងគេនៅលើពិភពលោកដែលមានបណ្ដោយ78គីឡូម៉ែត្របាទឥឡូវនេះយើងបានមកដល់ទីតាំងហើយសូមបញ្ជាក់ថាសម្បត្តិដែលយើងបានទិញនេះគឺយើងអាចបដូរជាមួយនឹងភេសជ្ជៈក៏ដូចជាស្រាបៀរមួយកែវបាទក្នុងមួយសម្បត្តិអូមនុស្សអូនេះអើយជីនឹកបាយបានអ្វីដែលជាពិសេសនោះគឺសម្បត្តិនោះគឺយើងអាចបដូរបាទទៅលេងកន្លែងកំសាន្តបាទក៏ដូចជាកន្លែងហែទឹកក៏ដូចជាកន្លែងជិះបាទ roller coaster ក៏ដូចជាតំបន់កំសាន្តផ្សេងទៀតបាទជាច្រើននៅក្នុងកោះនោះតែម្ដងដូចទឹកសមុទ្រ
ពេលបានអ្នកនរគ្នាឥឡូវយើងបានបញ្ចប់ដំណើរកំសាន្តមួយយប់2ថ្ងៃទៅកាន់កោះត្រល់បាទឥឡូវយើងបានមកដល់ព្រំដែនខ្មែរជាមួយវៀតណាមហើយនៅព្រះចាបាទអូខេអញ្ចឹងវីដេអូនោះមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ